Nep mô tassa bhagavata arahato sammasambuddhassa. Nep mô tassa bhagavata arahato sammasambuddhassa. Nep mô tassa bhagavata arahato sammasambuddhassa. Nep mattho ratanatiyassa. ទូលព្រះបង្គំខ្ញុំព្រះអង្គសូមលើកកំបងហដ្ឋានមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះគុណព្រះរតនត្រ័យមានព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយព្រះសង្ឃរតនៈមួយដោយសេចក្តីគោរពជ្រះថ្លាយ៉ាងក្រៃលែងអំពីខ្ញុំព្រះករុណា សូមនមស្ការក្រាបថ្វាយបង្គំលោកម្ចាស់តាព្រះបិតាសង្ឃក្នុងទីវត្តធម្មការាមដែលគង់នៅជាព្រះធិបតីក្នុងវេលាគ្រាឱកាសនេះសូមនមស្ការចំពោះព្រះអង្គគ្រូសសន្តិតដែលគង់នៅក្នុងទី កន្លែងនេះជាទីគោរពសក្ការៈសូមធ្វើនៅសេចក្តីរាប់អានចំពោះញាតិញោមពុទ្ធបរិស័ទដែលជាឥស្សរាដើមបុណ្យនៅក្នុងវេលាគ្រាឱកាសនេះមួយអន្លើដល់ញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមក្នុងបុណ្យតេខិណានុបទានគម្រប់ខួប100ថ្ងៃ ឧទ្ទិសកុសលជូនដល់កញ្ញាអឿងទាណាតាលីនៅក្នុងវេលាគ្រាឱកាសនេះដោយសេចក្តីរាប់អាននៅក្នុងថ្ងៃនេះទៀតសោតត្រូវនៅថ្ងៃអាទិត្យ 12 រោចខែអស្សុជឆ្នាំម្សាញ់សប្បដស័កពុទ្ធសករាជ 2569 ត្រូវនៅថ្ងៃទី19 ខែតុលាឆ្នាំ 2025 ជាឧបលក្ខតសម័យមួយប្រកបដោយបុណ្យកុសលដល់ក្រុមគ្រួសារលោកអឿងលីដាដែលត្រូវជាឪពុកនៃសព អ្នកស្រីទាសុមាលីត្រូវជាម្ដាយកញ្ញាអឿងទាសូហ្វីជាបងស្រីកញ្ញាអឿងទាសុយលីជាប្អូនស្រីអ្នកទាំងអស់នេះសុទ្ធសឹងតែមាននៅសេចក្តីស្រឡាញ់ប្រកបដោយ មេត្តាចំពោះកូនចំពោះបងចំពោះប្អូនមាននៅសេចក្តីនឹករលឹកមិនដឹងថានឹងបានអ្វីឧទ្ទិសផ្ញើជូនទៅដល់ប្អូនឲ្យដល់មានតែបុណ្យកុសលក៏ផ្ដួចផ្ដើមប្ររពធ្វើជាបុណ្យតេខិណានុបទានឧទ្ទិសកុសលជូនទៅដល់ កូនឧទ្ទិសកុសលដល់បងឧទ្ទិសកុសលដល់ប្អូននៅក្នុងវេលាគ្រាឱកាសនេះមិនត្រឹមតែប៉ុណ្ណោះទេក៏បានរៀបចំចាត់ចែងកិច្ចតេខិណានុបទាននេះឡើងមានអរតនីយនិមន្តព្រះសង្ឃ 3 ព្រះអង្គជាអធិបតីនៅក្នុងបុណ្យកុសលនេះជា តេខនីយបុគ្គលអ្នកទទួលនៅទានជាអ្នកពំនាំនៅទានរបស់ញោមឲ្យដល់ញាតិនៅក្នុងវេលាគ្រាឱកាសនេះហើយកិច្ចដែលបុណ្យតេខិណានុបទានគោលបំណងធំញោមធ្វើដើម្បីឧទ្ទិសកុសលឲ្យដល់កូនថាយើងធ្វើយ៉ាងម៉េច ឲ្យដល់កូនរបស់យើងកិច្ចតេខិណានុបទាននេះវាអាស្រ័យទៅដោយកិច្ច2និងហេតុ3 ណែញាតិញោម
កិច្ចតេកណានុបទានហ្នឹងដែលយើងធ្វើនៅក្នុងវេលាគ្រាអាកាសហ្នឹងមុនដំបូងដែលយើងអាចឧទ្ទិសកុសលដល់អ្នកដែលស្លាប់ទៅបានលុះត្រាតែញាតិញោមមានបុណ្យកុសលសន្សំនៅបុណ្យកុសលនឹងបានហើយបានយើងអាចឧទ្ទិសកុសលផលបុណ្យនឹងជូនទៅដល់ញាតិរបស់យើងបានអ្នកដែលស្លាប់ទៅហើយនឹងបានទី1គឺអចិន្នកិច្ចទី2គឺឧទ្ទិសកិច្ចណែកិច្ច2ហេតុ3អាហ្នឹងចូលកិច្ចទី1ហ្នឹងគឺអចិន្នកិច្ចកិច្ចទី2គឺឧទ្ទិសកិច្ចអចិន្នកិច្ចកិច្ចសន្សំនៃបុណ្យកុសលញាតិញោមសាធុសពបរោះប្រុសស្រីទាំងឡាយសន្សំតាំងពីពេលណាមកសន្សំតាំងពីញោមរៀបចំអរិយាបថតាំងពីផ្ទះមកមិនការស្លៀកពាក់សំរុំក្នុងការមកបំពេញបុណ្យកុសលមកដល់ហើយមានកិច្ចថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធមានកិច្ចថ្វាយបង្គំចំពោះព្រះភិក្ខុសង្ឃដោយក្តីគោរពជ្រះថ្លានឹងសិតតែជាការសន្សំនៅបុណ្យកុសលរួចដល់ទៅពេលកម្មវិធីចាប់ផ្ដើមញោមអាចារ្យគាត់ចាប់ផ្ដើមដឹកនាំយើងនមស្ការព្រះរតនត្រ័យនឹងសិតតែជាកិច្ចសន្សំនៅបុណ្យកុសលដឹកនាំសមាទានសិលឲ្យយើងនឹងមានសិលនៅក្នុងខ្លួនសិលហ្នឹងគឺជាការហាត់ពុតលុតដំកេយកាយវិចារចិត្តរបស់យើងនឹងឲ្យស្អាតឲ្យល្អវាចានៅសិក្ខាបទទាំង5មានការសម្លាប់សត្វមានការមិនលួចទ្រព្យសម្បត្តិអ្នកដទៃមានការមិនសែបកាមប្រពន្ធកូនអ្នកដទៃមានការមិនពោលពីកុហកមានការមិនសែបនៅគ្រឿងស្រវឹងទាំង5ហ្នឹងអញ្ចឹងបានជាកិច្ច